ភ្នំគឺជាការសិក្សាមួយដែរមនុស្សមិនដែលបញ្ឈប់នៅការសិក្សាទេនៅតែរៀនយកចំណេះដឹងរហូតប៉ុន្តែបើចំណេះដឹងច្រើនលើសលប់ក៏ធ្វើឲ្យមុជមិនជ្រៅនិងមិនអាចប៉ះផ្ទាល់ដល់បទពិសោធន៍ដែរដូច្នេះចំណេះដឹងនិងការអនុវត្តពិសោធន៍ផ្ទាល់ត្រូវដើរទន្ទឹមគ្នាការសិក្សារបស់មនុស្សមានពីរមួយគឺសិក្សាអំពីខាងក្រៅ outward មួយទៀតគឺសិក្សាខាងក្នុង inward ការសិក្សាអំពីខាងក្រៅគឺចាប់តាំងពីកើតភ្លាមមនុស្សខុសអំពីសត្វត្រង់ថាមនុស្សត្រូវការមនុស្សម្នាក់ទៀតមើលថែទើបអាចរស់បានមានជាការបំបៅទឹកដោះជាអាហារថែរក្សាការពារសពអស់តាំងពីស្រមោចមិនឲ្យខាំចំណែកសត្វគោក្របីសុនខនិងសត្វដទៃទៀតក៏អាចងើបដើរនិងរកអាហារដោយខ្លួនឯងបានដោយពុំចាំបាច់មានសត្វដទៃទៀតមកថែរក្សាឡើយចំណែកមនុស្សរៀនដើររៀនបរិភោគរៀនមើលស្ដាប់ស្គាល់រូបរាងខ្លួនឯងសត្វនិងរុក្ខជាតិអ្វីក្តៅគឺរលាកបុកត្រូវរបស់មុតស្រួចក៏មានការឈឺចាប់ហើយក៏ចេះប្រុងប្រយ័ត្ននិងរៀនការពារខ្លួនឯងអំពីគ្រោះថ្នាក់ផ្សេងរៀនអក្សរធ្វើការរកថវិកាចិញ្ចឹមគ្រួសារក្តីសង្ឃឹមរបស់មនុស្សគឺចង់បានភាពរីករាយនិងសុភមង្គលប៉ុន្តែនៅក្នុងពិភពចិត្តគិតរបស់មនុស្សអ្វីគឺមានជាគូខ្ពស់ទាបយប់ថ្ងៃចិត្តឆ្ងាយសោចយំល្អអាក្រក់សុខទុក្ខដូច្នេះមនុស្សត្រូវទទួលទាំងអស់ការរស់នៅភាពជាយុវវ័យគឺមានភាពស្រស់ស្រាយនិងក្តីសង្ឃឹមមកដល់មជ្ឈិមវ័យនេះមានតែទៅមុខជាមួយជំងឺដង្កាត់និងជរាភាពមិនថយក្រោយឡើយប៉ុន្តែការស្និទ្ធស្នាលជាមួយធម្មជាតិហាត់កីឡានិងអំពើសប្បុរសធម៌បានធ្វើឲ្យខ្លួនឯងទទួលបានភាពស្រស់ស្រាយនិងមានសង្ឃឹមមកវិញខ្លះហើយបើបានឃើញនឹងពាល់ត្រូវនៅស្នូលនៃខ្លួនឯងទៀតនោះជីវិតលែងប្រកាន់មាំជីវិតប្រៀបធៀបដូចនឹងរុក្ខជាតិលាស់ត្រួយខ្ចីម្ដងទៀតអញ្ចឹងងាកមកមើលបទពិសោធន៍នៃការឡើងភ្នំរ៉ាល់នេះវិញម្ដងភ្នំមានសភាពចោតឬឡើងត្រង់រហូតឱកាសនៃការដើរផ្លូវរាបស្មើគឺមានតិចតួចការដើរឡើងចោតមិនបានសម្រាកមានសភាពហត់ខ្លាំងនិងរយជើងកំពុងតែឡើងកើតចិត្តរអ៊ូម្នាក់ឯងចង់ថយក្រោយរំពេចនោះក៏រលឹកឃើញថានេះជាការរៀបចំរបស់មេដាធម្មជាតិទេតើអរគុណដល់ក្រុមអ្នកដឹកនាំអរគុណដល់ធម្មជាតិដែលអាចឲ្យខ្ញុំមានឱកាសច្រើននៅជាមួយខ្លួនឯងមានឱកាសឃើញសពគ្រប់នៃការកម្រើករបស់រាងកាយជោគរយស្រពន់ការចុកជើងនេះដែលបញ្ញាក់អារម្មណ៍ឲ្យយើងដឹងថាដេកដើរឈរអង្គុយរវល់តែគិតការងារនិងសាច់រឿងផ្សេងមិនដឹងខ្លួនឯងមានជើងជន់ដីផងបេះដូងលោតខ្លាំងនិងខ្យល់ដង្ហើមក្តៅភាយសំឡេងដង្ហើមក៏លឺដែលប្រចាំថ្ងៃរវល់កិច្ចការដោយមិនដឹងថាខ្លួនឯងមានដង្ហើមដកផងដើម្បីឡើងភ្នំអរ៉ាល់ឲ្យបានល្អជំហានត្រូវឈានខ្លីៗតាមសង្កេតមើលចង្វាក់បេះដូងឬដង្ហើមឲ្យជាប់ព្យាយាមកុំឲ្យក្រឡាច់មកនឹករឿងផ្សេងគ្រាន់តែធ្លាក់ដល់ការគិតអ្វីមួយឬគិតថាហត់ភ្លាមគឺចាប់ផ្ដើមចង់ខ្យល់ឬរកកលចង់ឈប់សម្រាកភ្លាមនៅភ្នំអរ៉ាល់នេះនៅចំណុចដំណាក់ទី2ប្រហែលជា4គីឡូនឹងឃើញមានវាលបោះតង់រោងចម្អិនអាហារ
និងបន្ទប់ទឹក2ដែលមានប្រព័ន្ធទឹកហូរយ៉ាងល្អត្រឹមត្រូវគឺជាការឧបត្ថម្ភសាងសង់ដោយក្រុមរំពេនិងសប្បុរសជនក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមនីនិងលោកជំទាវ ហេសុម៉ាលីដែលមានចិត្តជ្រះថ្លាបវរក្រៃលែងបានចំណាយថវិកាផ្ទាល់ខ្លួនជ្រោមជ្រែងជីវិតលើភ្នំអាចឲ្យអ្នកដើរព្រៃទាំងឡាយមានកន្លែងសម្រាកដ៏ល្អនិងបន្ទោបង់ដ៏មានអនាម័យដូច្នេះបើសិនជាអ្នកឡើងភ្នំបន្តបន្ទាប់ប្រើប្រាស់ហើយសូមរក្សាអនាម័យផងផ្ញើក្តីជ្រះថ្លាវាចាស្មោះសរដល់អ្នកមានចិត្តបបអំណរក្នុងរន្ធតំណត្រីដោះខាត់បញ្ញាអាត្មាជាទីអាស្រ័យជូនពរឆ្លងផុតគ្រោះភ័យអត្តន័យគ្មានអ្វីស្មើស្ងប់ចំពោះការចុះភ្នំវិញភាគច្រើនគឺមានស្មារតីជាប់ជានិច្ចនេះជាការធ្វើសមាធិមួយដែរចិត្តមិនបានគិតរហេតរហូតទេគឺមានតែកងចិត្តទៅលើជើងនិងកន្លែងដែលគួរតែបោះជំហានដោយប្រុងប្រយ័ត្នដោយខ្លាចរមៀលធ្លាក់វាស្របនឹងពាក្យថាចិត្តអសកម្មកាយសកម្មអត្ថប្រយោជន៍របស់រាងកាយក៏ល្អបន្ទាប់ពីឡើងភ្នំហើយខ្នងចង្កេះភ្លៅជើងមានការឈឺចាប់ខ្លាំងដែលជាការប៉ះខ្ទប់ដល់ជំរឿគៀកឆ្អឹងនិងឆ្អឹងបានធ្វើឲ្យកោសិកាដែលដេកស្ងៀមយាធ្លាក់វិលមកហាប់តឹងណែនល្អសរុបសេចក្តីមកការឡើងភ្នំបានធ្វើឲ្យមនុស្សមានឱកាសសិក្សាពីខ្លួនឯងបានច្រើនដោយប្រយោលដោយមិនបានដឹងថាហេតុអ្វីបន្ទាប់ពីឡើងភ្នំហើយមានអារម្មណ៍ស្រស់ស្រាយម្ល៉េះតាមពិតគឺចិត្តបានសម្រាកមួយរយៈនឹងឯង